ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះនាងខ្ញុំមកចែករំលែកដើម្បីឲ្យបងប្អូនមួយចំនួនតែគាត់អត់បានដឹងឬក៏អត់ទាន់បានយល់អំពីបញ្ហារបស់បុត្រធីតារបស់គាត់ចាតកតងនឹងអ្វីដែលខ្ញុំជួបកន្លងមកច្រើនហើយចាខ្ញុំបានជួបកន្លងមកហ្នឹងគឺមានអាណាព្យាបាលមួយចំនួនគាត់អត់ទាន់ready ក្នុងការបើកចិត្តទទួលយកអំពីបញ្ហារបស់កូនគាត់ចាមានអាណាព្យាបាលខ្លះបើតាមខ្ញុំជួបមួយចំនួនគឺម៉ាក់មួយចំនួនគាត់យល់បានច្រើនជាងប៉ាចាជាងបរោះដោយសារតែខ្ញុំជួបកន្លងមកហ្នឹងគឺម៉ាក់គាត់ព្រមទទួលស្គាល់ថាកូនគាត់មានបញ្ហាគាត់ត្រូវតែរកដំណោះស្រាយក្នុងការជួយកូនគាត់ក៏ប៉ុន្តែគាត់ខ្ញុំបានពីចម្លើយពីគាត់មកវិញគាត់តែងតែថាប្តីរបស់គាត់ឬក៏ប៉ារបស់កូនគាត់ហ្នឹងគឺទទួលស្គាល់ឬក៏អត់គិតថាកូនខ្លួនឯងមានបញ្ហាគាត់ចេះតែឲ្យយើងរងចាំគាត់ថាឲ្យគាត់រងចាំអាយុប៉ុណ្ណេះតែប៉ុន្តែគាត់ដឹងពីបញ្ហានៃការយឺតយ៉ាវរបស់កូនគាត់តាំងពី1ខួប2ខួបជាងក៏ប៉ុន្តែគាត់ចេះតែរងចាំគ្រួសារគាត់នឹងថាប្រហែលជាកូនគាត់អាចនឹងធ្ងន់ឬក៏ធ្ងន់ភាសាតតែ4ឆ្នាំ5ឆ្នាំមិនអាចនិយាយបានចាដល់ពេលគាត់ទទួលស្គាល់អញ្ចឹងវាប្រតែងគ្នាប្រជែងគ្នាតាក់ទងនឹងម៉ាក់និងប៉ាម៉ាក់ចង់រកដំណោះស្រាយជួយកូនក៏ប៉ុន្តែប៉ាអត់ព្រមអត់ទទួលស្គាល់ថាកូនមានបញ្ហាបែបហ្នឹងបងប្អូនដឹងថាតើការមិនទទួលថាកូនមានបញ្ហាបែបហ្នឹងវាធ្វើឲ្យប៉ះពាល់ដល់កូនរបស់យើងចាធ្វើឲ្យប៉ះពាល់ហ្នឹងទី1គឺតកតងនឹងពេលវេលាឬក៏អាយុរបស់គាត់ដោយសារតែយើងអាចរងចាំបានទេបងប្អូនពីមុនឡើយពីដើមនិយាយពីសម័យមុនគឺអត់ទាន់មានអូទីសឹមឬក៏បញ្ហាអូទីសឹមយើងអត់ទាន់ស្គាល់ទូលំទូលាយសម្រាប់ប្រទេសកម្ពុជាយើងក៏ប៉ុន្តែនៅបរទេសគឺគេទូលំទូលាយហើយគេសម្បូរច្រើនជាងកម្ពុជាយើងទៀតអញ្ចឹងអាណាព្យាបាលមួយចំនួនឬក៏ចាស់បុរាណពីបុរាណមកមិនថាតែចាស់ពីបុរាណនេះសូម្បីតែលោកយាយលោកតាដែលអាយុច្រើនឬក៏អាយុចាប់ពី50-60ឆ្នាំ70ឆ្នាំអីហ្នឹងគាត់អត់ទាន់ដឹងពីបញ្ហាអូទីសឹមទេហើយពីដំណរពីបុរាណមកគឺតែងតែនិយាយថាក្មេងឬក៏កុមារដែលអត់និយាយឬក៏អត់មានភាសាហ្នឹងគឺគាត់តែថាធ្ងន់តោះដល់អាយុគាត់5ឆ្នាំឬក៏4ឆ្នាំបានគាត់អាចនិយាយបានអីចឹងណាហើយប៉ាមួយចំនួនក៏ប្រៀបធៀបទៅនឹងពីមុនដែលចាស់គាត់តែនិយាយបែបហ្នឹងអញ្ចឹងគាត់អត់ទទួលស្គាល់កូនគាត់ថាកូនគាត់មានបញ្ហាអូទីសឹមឬក៏យឺតភាសាអីគឺអត់តនេះទៅពេលដែលអត់ទាន់ទទួលស្គាល់អញ្ចឹងម៉ាក់ក៏អត់បានរកដំណោះស្រាយជួយកូនចេះតែចាំពី1ឆ្នាំទៅ1ឆ្នាំ1ខែទៅ1ខែទៅអត់ឃើញលទ្ធផលអញ្ចឹងអាចនិយាយបានថាបើសិនជាគាត់យកកូនមករកដំណោះស្រាយឬក៏រកវិធីសាស្ត្រក្នុងការជួយកូនគឺខ្ញុំគិតថាវាបានផលល្អសម្រាប់គាត់ដោយសារអីពួកគាត់ដឹងពីបញ្ហារបស់កូនគាត់តាំងពីតូចមកម្លេះប៉ុន្តែគាត់ពជាទុកដល់កូនធំឧទាហរណ៍5-6ឆ្នាំបានគាត់ចាប់ផ្ដើមដឹងឬក៏ចង់រកដំណោះស្រាយជួយកូនវាសឹងតែយឺតទៅហើយបងប្អូនយឺតទៅហើយប៉ុន្តែបើករណីគាត់ទទួលស្គាល់លឿនកូនគាត់នៅតូចនៅក្មេងយើងជួយគាត់ទៅគឺបានផលលឿនណាបងប្អូនដោយសារអីការអភិវឌ្ឍឬក៏ការវិវត្តរបស់គាត់នៅក្មេងខ្ចីចាអាយុគាត់នៅតិចអញ្ចឹងការយើងជួយគាត់គឺបានផលលឿនកាន់តែលឿនបើយើងដឹងអាយុគាត់កាន់តែតិចយើងជួយកាន់តែបានផលលឿនអញ្ចឹងណាអញ្ចឹងវាខ្ញុំយល់អាចចំណុចហ្នឹងដែលខ្ញុំបានពីអាណាព្យាបាលមួយចំនួនពេលខ្លះគាត់ពិបាកជាពិសេសគឺម៉ាក់មួយចំនួនគឺគាត់ពិបាកចិត្តងាកទៅកូនអញ្ចឹងហើយងាកទៅគ្រួសារនិយាយអត់ស្ដាប់គ្នាទៀតលក្ខណៈថាអត់ព្រមបើកចិត្តទៀតគាត់នៅចន្លោះកណ្ដាលគឺគាត់ពិបាកក្នុងការរងចាំកូនពីមួយថ្ងៃទៅមួយថ្ងៃទាំងដែលគ្រួសាររបស់គាត់ទទួលស្គាល់នឹងជាមូលហេតុដែលធ្វើឲ្យយើងជួយកុមារមានការយឺតយ៉ាវបងប្អូនចាអញ្ចឹង
ចឹងសូមអរគុណជួបគ្នាខ្ញុំនៅវីដេអូក្រោយទៀត